ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃអង្គារបាទទី10បាទ2026បាទតម្លៃមាសមានការងើបឡើងបន្តិចមកវិញបាទគឺសប្បាយចិត្តបាទសប្បាយចិត្តខ្លាំងមែនតើមានន័យថា comeback បានច្រើនមែនតើបើប្រៀបធៀបពីម្សិលមិញតម្លៃលក់ខុសគ្នា$3,000ក្នុង1គីឡូដែរណាអញ្ចឹងយើងមកមើលទីផ្សារអន្តរជាតិបន្តិចទៅចុះ$5,000បាទ$180ក្នុង1អោនតម្លៃលក់នៅទីក្រុងភ្នំពេញគឺ$17,000ហើយបងប្អូនក្នុង1គីឡូហើយបើគិតជាតម្លឹង$6,373ក្នុង1តម្លឹងតម្លៃមាសនេះហក់ឡើងដោយសារតែលុយដុល្លារយប់មិញបានធ្លាក់បន្តិចដោយសារតែលោកដូណាល់ត្រាំគាត់ថាសង្គ្រាមនៅមជ្ឈិមបូព៌ី Middle East ហ្នឹងគាត់ថាចិត្តដល់ពេលបញ្ចប់ហើយនេះជាចំណុចមួយហើយយើងចាំមើលទាំងអស់គ្នាគ្រាន់តែសម្ដីគាត់តែប៉ុណ្្នឹងឯណាធ្វើឲ្យតម្លៃមាសហ្នឹងមានកម្លាំងក្នុងការងើបមកវិញបាទហើយជាពិសេសទៀតអ្នក investor អ្នកវិនិយោគទុនធំគាត់មានក្តីព្រួយបារម្ភថាបើសិនជាប្រេងនៅតែមិនយកបាននៅមជ្ឈិមបូព៌ាទេគឺតម្លៃប្រេងគឺកើនឡើងខ្លាំងមែនតើបាទយើងមើល news ថ្ងៃនេះបាទ Global Witness បានឲ្យ report ថាតម្លៃប្រេងជាសកលហ្នឹងឡើងរហូតដល់ 40% ហើយនៅលើទីផ្សារបងប្អូនបាទ Global Witness អញ្ចឹងយើងគិតថានេះគឺជាចំណុចមួយដែលធ្វើឲ្យប្រជាពលរដ្ឋជុំវិញពិភពលោកមានក្តីព្រួយបារម្ភបាទអញ្ចឹងបើសិនជាហានិភ័យតាក់ទងនឹងសង្គ្រាមនៅតែយូរបាទតម្លៃប្រេងក៏នៅតែកើនហើយចំណុចដែលមាសនឹងមានឱកាសក្នុងការហក់ច្រើនបាទអញ្ចឹងថ្ងៃនេះបាទតម្លៃមាសបានល្អខ្លាំងមកវិញហើយសប្បាយចិត្តមែនតើបាទហើយបងប្អូនក៏សប្បាយចិត្តដូចគ្នាដែរហើយខ្ញុំក៏ចង់ឃើញការត្រឡប់មកវិញនៅតម្លៃមួយល្អដែរបាទដូចខ្ញុំបាននិយាយចឹងពុកម៉ែបងប្អូនបាទទិញមាសបាទក្នុងរយៈពេលយូរគឺបងប្អូនចំណេញនៅពេលបច្ចុប្បន្ននេះមិនថាពិភពលោកមានន័យថាសេដ្ឋកិច្ចពិភពលោកជាសកលមិនមានភាពច្បាស់លាស់ទេបាទមានថ្ងៃខ្លះទៅក៏ល្អថ្ងៃខ្លះទៅក៏មិនល្អបើមើលពេលបច្ចុប្បន្ននេះតាំងពីលោកដូណាល់ត្រាំគាត់កាន់ពីតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកដូចជា Terres បានគៀបសង្កត់បាទសេដ្ឋកិច្ចជុំវិញពិភពលោកបាទចាប់លោក Maduro នៅ Venezuela សង្គ្រាមជាមួយនឹងអ៊ីរ៉ានបាទនេះហើយជាចំណុចមួយគេហៅថាពិភពលោក is the world is not stable អញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនបាទពេលដែលសេដ្ឋកិច្ចមិនល្អអញ្ចឹងគឺគេរត់មករកទិញមាសហើយគេអ្វីដែលខ្ញុំនិយាយមិនមែនថាខ្ញុំអ្នកលក់មាសណាបងប្អូនអាចទិញអ្នកផ្សេងក៏បានដែរបងប្អូនទិញបងប្អូននឹងឃើញចំណេញហើយក្នុងរយៈពេលចន្លោះពី6ខែទៅ1ឆ្នាំបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនបាទថ្ងៃ10ថ្ងៃត្រូវនឹងថ្ងៃអង្គារខែ3 2026បាទទិញមាសទុកធ្វើជាទ្រព្យតម្លៃមាសបាទកើនឡើងបន្តិចមកវិញបាទសូមអរគុណ